បានទេឲ្យតែពេលលឺគេដៀលថាខ្មែរយើងធ្វើអីមិនកើតចាំតែប្រើរបស់បរទេសខ្ញុំចង់តែបង្ហាញវីដេអូឲ្យគេបើកគ្រាប់ភ្នែកមើលតែខ្មែរយើងធ្វើបានច្រើនមុខណាស់នេះអីផលិតផលកូនខ្មែរដែលខ្ញុំធ្លាប់តែលឺថាយើងទិញផលិតផលបរទេសមកឥឡូវខ្មែរយើងអាចធ្វើបានហើយបបគ្រប់គ្រឿងសម្រាប់កូនក្មេងអាយុចាប់ពី6ខែរហូតដល់5ឆ្នាំហើយខ្មែរយើងមិនអន់ទេផលិតផលមកគ្រឿងផ្សំវត្ថុធាតុដើមគឺសុទ្ធតែជាបន្លែស្រស់ដែលអ្នកស្រុកអ្នកភូមិដាំផ្ទាល់យកមកពីពោធិ៍សាត់យកមកពីមណ្ឌលគិរីយកមកពីបាត់ដំបងអីចឹងទៅចឹងបងប្អូនជួយចែករំលែកបន្តគ្នាផងតែខ្មែរយើងក៏អាចធ្វើបានដែរផលិតផលមានទាំងស្តង់ដារមានទាំងគុណភាពព្រោះអ្នកជំនាញយើងទៅរៀននៅក្រៅប្រទេសហើយបន្ទាប់មកយកមកផលិតនៅក្នុងស្រុកខ្មែរសិប្បកម្មក្នុងស្រុកខ្មែរបុគ្គលិកជាជនជាតិខ្មែរវត្ថុធាតុដើមក៏ទិញនៅខ្មែរគឺអស្ចារ្យមែនទែនគាំទ្រផលិតផលខ្មែរទាំងអស់គ្នាសម្រាប់អ្នកម្ដាយដែលមានកូនតូចអាយុចាប់ពី6ខែឡើងទៅហើយរវល់អត់មានពេលបបរគ្រប់គ្រឿងឲ្យកូនណាជ្រើសរើសម្សៅបបរគ្រប់គ្រឿងក្មេងឆ្លាតរបស់ខ្មែរយកទៅឲ្យកូនញ៉ាំមិនខកបំណងទេដោយសារតែម្សៅបបរគ្រប់គ្រឿងរបស់ខ្មែរគឺសម្បូរទៅដោយសារធាតុចិញ្ចឹមវីតាមីននិងសារធាតុរ៉ែដែលរាងកាយកុមារត្រូវការពួកគេប្រើគ្រឿងផ្សំវត្ថុធាតុដើមល្អៗណាស់សុទ្ធតែជាបន្លែស្រស់ៗនៅក្នុងស្រុកដែលកសិករដាំដោយផ្ទាល់ដៃតែម្ដងបបរគ្រប់គ្រឿងយើងមានចំណុចពិសេសទី1អ្វីដែលយើងធ្វើគឺធ្វើបែបបច្ចេកទេសមិនមែនបែបស្មានទេគឺយើងជឿជាក់ 100% ទី2យើងប្រើកូនត្រីល្អិតទី3យើងប្រើម្សៅទ្រូងងាន់ទី4យើងប្រើការ៉ុតល្ពៅស្លឹកម្រុំការខាត់ណាក៏ដូចសណ្តែកសៀងយើងប្រើល្ហុងទាំងអស់ហ្នឹងគឺសុទ្ធតែមានសារធាតុចិញ្ចឹមមួយដែលល្អមែនទែនក្នុងហ្នឹងយើងអត់ប្រើសារធាតុបន្ថែមទេដូចអំបិលស្ករក៏យើងអត់ដាក់ដែរយើងដឹងឲ្យកុមារនៅពេល6ខែហ្នឹងគឺអត់មានឲ្យយើងអាចប្រើអំបិលឬក៏ស្ករទេអាចប៉ះពាល់ដល់សុខភាពកុមារវិញហើយមួយទៀតតាក់ទងនឹងគ្រឿងផ្សំ 100% គឺអត់មានថែមសារធាតុបន្ថែមទេទាំងរសជាតិទាំងក្លិនទាំងអីដោយសារយើងធ្វើបែបត្រជាក់មានន័យថាបង្កកសម្ងួតបែបត្រជាក់ពីខ្ញុំទៅលើកទឹកចិត្តដល់ម្ដាយដែលគាត់រវល់គាត់គួរតែចេះរើសបបរគ្រប់គ្រឿងនេះសម្រាប់សុខភាពដល់កូនគាត់ដែរឥឡូវនេះយើងខ្មែរយើងគឺអាចធ្វើបានខ្ញុំជឿជាក់ 100% ថាផលិតផលនេះអត់ចាញ់របស់នាំចូលទេចាបងប្អូនទាំងអស់គ្នាជឿជាក់លើផលិតផលខ្មែរហើយអ្វីដែលខ្ញុំចង់បញ្ជាក់នោះគឺគាត់ធ្វើតាមបច្ចេកវិទ្យាចុងក្រោយគឺសម្ងួតដោយកកមុននឹងយកទៅកិនជាម្សៅគឺគេត្រូវសម្ងួតវាជាមុនតែគេជ្រើសរើសវិធីសម្ងួតឲ្យវាកកពីព្រោះថាធ្វើឲ្យវាកកធ្វើឲ្យវាត្រជាក់បែបនេះនៅរក្សាសារធាតុចិញ្ចឹមបាន 100% ពេលដែលយកទៅផលិតជាបបរកូនក្មេងគឺនៅសល់សារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់កុមារនេះសម្រាប់ទូសម្ងួតកករបស់គេបងប្អូនពេលយើងចូលទៅឃើញហុយផ្សែងតែមិនហុយក្តៅទេគឺហុយត្រជាក់ឡើងចង់ល្ងាហើយសម្រាប់ក្មេងឆ្លាតម្សៅបបរគ្រប់គ្រឿងសម្រាប់កូនក្មេងនេះបងប្អូនមាន3រសជាតិម្ចាស់សិប្បកម្មគាត់និយាយថាអត់ចង់ឲ្យកុមារញ៉ាំរសជាតិដដែលខ្លាចកុមារធុញអញ្ចឹងណាចឹងហើយបើសិនជាម៉ាក់ទិញបច្ចុកកូនគឺគួរតែទិញ3រសជាតិហើយបច្ចុកឆ្លាស់គ្នាទៅសម្រាប់គ្រឿងផ្សំគឺគេអនុលោមតាមអង្គការសុខភាពពិភពលោកអាចឲ្យកុមារញ៉ាំបានពីអាយុ6ខែរហូតដល់5ឆ្នាំហើយវិធីឲ្យកូនញ៉ាំគឺស្រួលមែនទែនសម្រាប់ម៉ាក់រវល់ការងារពេញមួយថ្ងៃទៅដល់ចង់បច្ចុកកូនគឺគ្រាន់តែយើងហែកម្សៅបបរគ្រប់គ្រឿងមួយកញ្ចប់ដាក់ចូលក្នុងចានចាក់ទឹកក្តៅអ៊ុនៗចូលប្រមាណ70មីលីលីត្រទៅ100មីលីលីត្រចង់បានរាវចង់បានខាប់អីគឺតាមចិត្តហើយយើងកូរឲ្យសព្វទៅបន្ទាប់មកអាចបញ្ចុកកូនបានហើយគឺងាយមែនតើអញ្ចឹងកុំភ្លេចគាំទ្រផលិតផលខ្មែរទាំងអស់គ្នាគឺម្សៅបបរគ្រប់គ្រឿងដែលមានឈ្មោះថាក្មេងឆ្លាតនេះបងប្អូនរកទិញបានគ្រប់បណ្ដាទីផ្សារបើសិនជាបងប្អូនរកទិញអត់បានទេគឺអាចមើល comment នៅខាងក្រោមខ្ញុំមានដាក់ព័ត៌មានឈ្មោះសិប្បកម្មហើយនឹងលេខទំនាក់ទំនងរបស់សិប្បកម្មដែរអរគុណបងប្អូនដែលចូលចិត្តវីដេអូរបស់នាងខ្ញុំជម្រាបលា